What if Terrible Indie became a box office hit because everyone couldn't stop talking about how bad it was? សួស្តីទាំងអស់គ្នាខ្ញុំមិនដឹងថាទាំងអស់គ្នាបានឃើញរឿងនេះទេដែលឥឡូវគឺគេកំពុងផ្ទុះនៅចិនដែលរឿង New Line រឿងហ្នឹងខ្ញុំអត់ដឹងថាខ្ញុំអានចំណងជើងត្រូវអត់ទេតែរឿងហ្នឹងគឺជារឿងដែលបង្កើតឡើងដោយមនុស្សម្នាក់ដែលគាត់អត់ចេះខាង skill ខាង animation ហ្នឹងអីទេហើយជាមួយម៉ាក់គាត់ដែលម៉ាក់គាត់ជួយបញ្ចូលសលេងហើយជាមួយនឹងជាងចម្រៀងនៅ credit scene ទៀតណាខ្ញុំក៏ឲ្យតែឃើញអារឿងហ្នឹងចោលសោចហើយ studio ដែលផលិតរឿងហ្នឹងធ្វើរឿងហ្នឹងចាក់ឡើងហ្នឹងគឺជាអតីតកន្លែងក្រុមហ៊ុនសម្រាប់ interior design ឬក៏ decor ទេអីទេ decor ខាងក្នុងទេអីទេអត់មានពាក់ព័ន្ធជាមួយ film ទេតែសុកបច្ចេកចិត្តគាត់ឆ្លាញ់ខាងហ្នឹងគាត់ក៏មកធ្វើរឿងហ្នឹងទៅហើយអីដែលគាត់ចេះធ្វើ animation ហ្នឹងគឺរៀនតាម online គាត់ព្យាយាមធ្វើអញ្ចឹងបានវាចេញមកអញ្ចឹងហើយដឹងម៉ាក់គាត់អាយុមក60ឆ្នាំដែលជួយបញ្ចូលសលេងហ្នឹងហើយរឿងហ្នឹង budget ខ្ញុំឃើញកន្លែងខ្លះដាក់ 3000 កន្លែងខ្លះដាក់ 200ខ្ញុំអត់ដឹងថាណាឲ្យពិតប្រកបទេ budget តែចាក់ថ្ងៃដំបូង10ថ្ងៃដំបូងគឺលក់សំបុត្រអត់ដាច់សោះតែហ្មងបានត្រឹម300សំបុត្រទេទូទាំងប្រទេសហើយលក់បានជាង$1000ទេហើយក៏ជារឿងមួយដែលរកបានតិចបំផុតដែរក្នុងឆ្នាំហ្នឹងតែអត់ដឹងពីណាទេគឺគាត់ទៅថតអារឿងហ្នឹងនៅពេលដែលគាត់ចូលមើលហើយទៅគាត់ទៅផុសទៅក្នុង TikTok ហើយនឹងអា Weibo ដែលជាបណ្ដាញសង្គមរបស់ចិនណាហើយគឺនាំគ្នាផ្ទុះសោចពេញហ្នឹងដោយសារតែវាមុខមកចេញមក edit មកគឺកាក់គឺនាំគ្នាសោចផ្អើលពេញហ្នឹងហើយក៏ចាប់ដើម viral គេ like share ត report អីចឹងទៅតគ្នារហូតតទៅគ្រប់គ្នាដំបងអត់ចង់ទៅមើលទេដោយសារតែមើលរឿងគឺវាកាក់តែយូរទៅនៅពេលដែលគេ post ច្រើនគឺយើងចង់ទៅមើលចង់ថាវាកាក់ដល់កម្រិតណាមិនគេនាំគ្នាសោចគេនាំគ្នា post report ពេញហ្នឹងធ្វើឲ្យរឿងនេះផ្ទុះរហូតដល់បាន $3.5 លានក្នុងរយៈពេល2អាទិត្យគឺសាហាវមែនតើហើយរហូតដល់មានកន្លែងហងកុនខ្លះញ៉ាំអត់ទាំងមាន poster គឺគូដៃហ្មងឲ្យបុគ្គលិកគូដៃដើម្បីអើយ what the fuck ចិត្តតែមានមកអាហ្នឹងគេហៅថាលៀបនៅក្នុងគ្រោះមែនណាវាថាទោះបីយើងធ្វើកាក់តែវាបែរទៅជាអាហ្នឹងគេយកទៅជាកំ pl ែងហើយក៏ផ្ទុះគឺឧទាហរណ៍បើបាត់ចិត្ត 3000 រកបាន$4 លានសាហាវណាតែពីអត្តទេគឺគេបុកផ្ទុះទៅតាមដោយសារតែ meme ហ្នឹងហ្មងអញ្ចឹងគឺអារឿង meme រឿង TikTok រឿងបណ្ដាញសង្គមសម័យឥឡូវនេះគឺតែផ្ទុះហើយគឺរាដាពេញទូទាំងប្រទេសហ្មងហើយឥឡូវមិនធំល្បីធំចិនណាល្បីដល់អឺរ៉ុបល្បីដល់បណ្ដាញផ្សព្វផ្សាយឥឡូវគឺប្រភពលោកហ្មងគឺល្បីរឿង New Line ហ្នឹងហើយខ្ញុំក៏ចង់ទៅមើលដែរចង់ដឹងថារឿងហ្នឹងវាមិនហិចទីគេយកមកចាក់ស្រុកខ្មែរហ្នឹង What the fuck អូខេប៉ុណ្ណឹងបាយ